សម្ដេចតេជោបន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយក្រោយទាហានសៀមនៅបន្តបាញ់ស្រោចលើកងកម្លាំងកម្ពុជាសម្ដេចតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5បានចេញបទបញ្ជាដល់កងកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ក្រោយទាហានឈ្លានពានសៀមកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជាតាំងពីម្សិលមិញជប់មិញនិងព្រឹកថ្ងៃច័ន្ទនេះក្នុងគោលបំណងទាញឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃសម្ដេចតេជោបញ្ជាក់លើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃច័ន្ទយ៉ាងដូចនេះថាបន្ទាត់ក្រហមដែលត្រូវបានតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហានពលទាហានជួយដឹងគ្រប់គ្នាសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភ្ញៀវសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពសម្ដេចតេជោថ្លែងថាសម្ដេចបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធតបទល់ជាមួយការឈ្លានពានសូមការជប់យល់ពីភ្ញៀវញាតិនិងអន្តរជាតិដែលមិនអាចជួបសម្ដេចបានទន្ទឹមគ្នានេះសម្ដេចតេជោបានស្នើសូមកីឡាករកីឡាការិនីដែលចូលការប្រកួតស៊ីហ្គេមលើកទី33នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា